สวัสดีมันแพทย์ในក្នុង Facebook ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបតេស្តទូរស័ព្ទដៃ Samsung គ្រប់ model ទាំងអស់ឲ្យទៅ smartphone បាទងាយស្រួលក្នុងការទិញយើងអាចតេស្តខ្លួនឯងបានបាទងាយគ្រាន់តែចុចផ្កាយទ្រង់ជ្រូក7353ទ្រង់ជ្រូកបាទវានឹងលោតតារាងឲ្យយើងតេស្តដូចជាលើគេបងអស់នេះគឺ test speaker នេះបើសិនជាវាមានបញ្ហាវាអត់ឮសំឡេងទេបាទទី2គឺតេស្តញ័របើសិនជាញ័រមានបញ្ហាខលមកអត់ញ័រអីគឺចុចទី2ហ្នឹងវាអត់ញ័រទេទូរស័ព្ទហ្នឹងគឺអត់ញ័របានន័យថាវាមានបញ្ហាបាទទី3គឺ speaker បើសិនជា speaker វាមានបញ្ហានៅពេលដែលយើងចុចទៅគឺវាអត់ឮសំឡេងទេទី4គឺតេស្តភ្លើងអេក្រង់ទី5គឺតេស្តកាមេរ៉ាបាទបានន័យថាកាមេរ៉ាវាអត់មានបញ្ហាអីទេបាទទី6កាមេរ៉ាខាងមុខបាទឃើញអត់មានបញ្ហាអីទេបាទទី7 Bluetooth គេមិនដែលតេស្តទេ Bluetooth គឺវាអត់ដែលមានបញ្ហាអីទេទី8គឺអេក្រង់បើសិនជាវាមានឆ្កូតមានបែកមានកពិតមានខ្មៅមានអីយើងអាចមើលក្នុងហ្នឹងមានឆ្នូតក្រហមមានអីចឹងណាបាទហើយទី9គឺយើងតេស្តចង់ដឹងអេក្រង់ហ្នឹងវាមានបែកបាក់វាមានដាច់អីអត់បើសិនជាអេក្រង់ដាច់កន្លែងណាមួយឬក៏អត់ដើរកន្លែងណាមួយនៅពេលដែលយើងឆ្កូតចឹងទៅគឺវាអត់ចេញពណ៌ខៀវឆ្នូតខ្មៅចឹងទេវាគឺឆូតអត់ដូចអត់បានប៉ាក់វាចឹងហើយទី10នេះគឺតែ sensor វាដើរអានេះយើងតេស្តភ្លើងរបស់ sensor នេះនៅពេលដែលគេតេមកយើងដាក់ទូរស័ព្ទនៅចិត្តត្រជាក់វាអត់លុតបាទចង់ដឹងវាបាទវាធ្វើការគឺវាអត់ខូចទេចឹងនេះទូរស័ព្ទមួយហ្នឹងគឺបញ្ហាទាំងប្រមាណដែលខ្ញុំប្រាប់ហ្នឹងគឺវាងាយស្រួលមិនបាច់ចាំបាច់ចាក់ចម្រៀងខលតេស្តខលអីចឹងណាបាទសូមអរគុណ